Chẳng dương thở đăng tiết á bây giờ vì respawn năng máu ấy vì bạn ấy kì về respawn năng vì mình starter ấy ạ nhé chẳng respawn mong phần này nhé chẳng dương thở sắc xa rồi starter này nhé và sau này chỉ starter smart pi rồi ok continue working và dân chia mình smart pi rồi thế cứ something wrong nhé chắc dương cái lấy như thở sắc xa đã khăn muối và sân chia starter ok và sân chia respawn ដល់ទៅ starter មិនស្មើ200អញ្ចឹងកន្លែងនេះឲ្យយើងត្រូវប្រើគឺត្រាយខាច់ណាតែយើងអត់ទៅសេត្រាយខាច់ហ្នឹងចប់ហើយណា app យើងអញ្ចឹងនេះដាក់មកអញ្ចឹងបើសិនជាវាអត់ស្មើ200យើង throw exception ចោល throw អូខេ throw អីគេអញ្ចឹងខ្ញុំ throw អូខេ throw ជប់ exception JavaScript សរសេរមិនទៅខ្ញុំភ្លេច syntax បាត់ហើយJavaScript throw error ណាអូខេគេឲ្យប្រើពាក្យអូខេ throw new error new អូខេណាអញ្ចឹងយើងដាក់ message មកអីគេAPI data អូខេmìnhដាក់ API starter fail ចុះណាអូខេអញ្ចឹងនៅលើនេះខ្ញុំ throw error នេះមកឬយើង throw error មកចេះហ่ะអូខេអញ្ចឹងបើសិនជា API យើងពេលដែល call មកវា starter នេះវាអត់ស្មើ200វា throw exception អញ្ចឹងពេល throw exception អូខេវានឹងបានerror មកហើយអញ្ចឹងនេះខ្ញុំ console log ទុកមើលអីគេអានេះ get category exception error អូខេចុះតទៀតពេលដែលយើងបានប៉ុណ្ណឹងហើយអូខេឥឡូវខ្ញុំ log មើលយើង log response មកនេះ response មកនេះអញ្ចឹង response វា response data ទៅតាមអីគេយើងមើលមកនេះមាន header មាន type ណា status ok ស្មើ true យ៉ាងមកអូខេអានេះវា response data store នោះណាresponse .json ណាអូខេអញ្ចឹងមានន័យថាបើសិនជានេះ success ហើយយើងត្រូវយកវាដល់ទៅ JSON ណាអញ្ចឹងខ្ញុំយក variable មួយជា record ខ្ញុំមាន constant record មួយណា record ជាងច្រើនខ្ញុំយក response ដល់ទៅជា JSON មាន convert អាហ្នឹងទៅជា JSON ណាអូខេយើងបោះ record មក output អូខេនេះជាប់ promise អញ្ចឹងហើយអាកន្លែងហ្នឹងណាអូខេ promise ហ្នឹងpromise ហ្នឹងវាកើតឡើងមិននៅក្នុង promise គឺជា failure នៅក្នុង JavaScript ណា
នៅក្នុង JavaScript promise គឺជា failure មានន័យថា sorry ជា failure ជា error ណាអញ្ចឹងនៅក្នុង JavaScript promise ជា error នៅក្នុង error មាន less មាន right ណាមាន less មាន right មានន័យថាអញ្ចឹងនៅក្នុងហ្នឹងវាមាន fulfill ហើយនិង reject យើងអាចថា less ជា full ជា reject ហើយ fulfill ជា right អញ្ចឹងទៅណាអញ្ចឹង reject វាស្មើនឹង error ហើយfulfill ហ្នឹងមានថាវាមាន data អញ្ចឹងទៅតែ final វាគឺវា respond មកទាំងអស់ទេអញ្ចឹងកាលណាដែលយើងប្រើ JavaScript ហើយយើងវា load promise អញ្ចឹងនៅក្នុង promise ណាវាមានមួយគឺ pending initialize អញ្ចឹងពេលដែលយើងប្រើ asynchronize ហើយយើងមកសរសេរឆៅអញ្ចេះយើងអត់បាន await វាធ្វើការជាប់ promise ហើយណាអញ្ចឹង promise ហ្នឹងគឺវាមកពេលដែលយើងសរសេរអញ្ចេះនិយាយយើងពេលយើង call API អញ្ចេះ promise ហ្នឹងគឺវាដើរហើយណាអូខេយើង fix API បានហើយអូខេអានេះគឺជាការ fix API នៅលើ JavaScript ខ្ញុំបញ្យល់អត់ទាន់អស់ទេវីដេអូក្រោយខ្ញុំបញ្យល់ទៀតដោយសារវីដេអូនេះវាវែងពេកហើយណាអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយ